សម្រាប់ការមើលរឿង Hollywood នៅក្នុងដុំបាទ Q1 របស់យើងអតិថិជនចូលទៅក្នុង app ពណ៌លឿងនេះណាបាទអញ្ចឹងសម្រាប់ app ពេលខ្លះវាអាចអត់នៅដូចខ្ញុំបង្ហាញនេះវាអាចនៅខាងមុខឬក៏នៅខាងក្រោយអីចឹងទៅណាបាទអញ្ចឹងអតិថិជនអាចចុចទៅលើapp ដែលមានឈ្មោះថា Gstream ពណ៌លឿងហើយយើងចុច OK លើ app ហ្នឹងមកណាអតិថិជនអាចប្រើជាមួយនឹង AirMouse ដែលខ្ញុំថែមឲ្យនេះមកបានណាបាទអញ្ចឹងមកដល់នេះវាឃើញវានឹងបង្ហាញជារឿងជូនយើងមើលតែរឿងវាមកពី platform ផ្សេងៗណាដូចអតិថិជនឃើញរឿងខ្លះមកពី Netflix អីអញ្ចឹងទៅណារឿងខ្លះមកពី Hulu ឬក៏រឿងចាក់ក្នុងភាពយន្តរងកុនអីអញ្ចឹងទៅណាបាទអញ្ចឹងសម្រាប់រឿងក៏វាបែងចែកជាពីរដែរណាបងអាចចុចត្រី3នេះហើយយើងមើលវាមាន movie ហើយនិង TV show movie ហ្នឹងបានន័យថារឿងមួយឌីសចប់ TV show បានន័យថារឿងជាប្រភេទភាគបាទឥឡូវឧទាហរណ៍ថាអ្នកនរចង់មើលរឿងនេះបាទអញ្ចឹងយើងគ្រាន់តែចុចបាទយើងអាច select នៅលើរឿងអញ្ចឹងក៏បានឬក៏យើងដាក់ mouse នៅលើរឿងអញ្ចឹងក៏បានដែរយើងចុច OK ហើយយើងមកចុចវាថា video យើងមកចុចលើចំណងជើងរបស់វាអញ្ចឹងមកវានឹងបង្ហាញ3បាទន័យថាមាន720 360ឬក៏18អញ្ចឹងអ៊ីនធឺណិតអ្នកនរគ្នាដើរលឿនយើងយក18ទៅហើយយើងចុចពាក្យថា Pro Player ណាបងយើងចុចទៅចំនឹងមកបាទហើយអ្នកនរគ្នាចាំវាមក plate ដើម្បីវាធ្វើការចាប់ server ចូលដោយសារតែរឿងនេះគឺយើង store នៅលើអ៊ីនធឺណិតវាអត់ຕົកនៅក្នុងដុំរបស់យើងទេបើមិនຕົកក្នុងដុំគឺដុំហ្នឹងអត់អាច stock រឿងរាប់ម៉ឺនរឿងនឹងបានទេអញ្ចឹងវាត្រូវការរយៈពេលមួយដើម្បីចាប់រឿងពីអ៊ីនធឺណិតបាទអញ្ចឹងយើងចាំតែមក plate មកគឺយើងអាចមើលរឿងបានហើយដូចអ្នកនរគ្នាឃើញមកបាទវាបង្ហាញរឿងមកហើយយើងចង់ខាទៅមុខថយក្រោយអីយើងអាចខាបានណាបាទយើងអាចចុចអញ្ចេះឃើញហើយនេះវារត់មកនេះបាទយើងចង់មើលនាទីត្រឹមណាយើងបលែងដៃត្រឹមហ្នឹងមកវាធ្វើការ loading ចូលទៅកាន់នាទីហ្នឹងហើយឃើញទេបាទហើយមួយទៀតសម្រាប់បងដែលចង់ដាក់ subtitle subtitle មានន័យថាអក្សរជាប្រភេទអក្សររត់វីដេអូគេ play អញ្ចឹងទៅវាមានអក្សររត់អញ្ចឹងទៅអញ្ចឹងយើងចុចនៅកន្លែងនេះបាទនេះចុចកន្លែងនេះមួយមកបាទយើងចុចកន្លែងហ្នឹងមួយបន្ទាប់មកអ្នកនរគ្នាចុចពាក្យថា sub title online search ណាទី2ហ្នឹងយើងចុច OK លើហ្នឹងមកបន្ទាប់មកយើងចុចពាក្យថា search បាទអញ្ចឹងនេះគឺជា subtitle អ្នកនរគ្នាអាចយកមួយណាក៏បានដែរបាទហើយយើងចុច OK មកបន្ទាប់ហ្នឹងវានឹងធ្វើការ downloading subtitle បានន័យថាវាកំពុងទាញយកទាញយកអក្សររត់បាទហើយយើងសាក play មកថាតើនៅពេលដែលគេនិយាយតើវាមានអក្សររត់ទេអត់នេះកញ្ញាត់នេះអក្សររត់មកនេះបាទអញ្ចឹងយើងអាចពេលខ្លះយើងស្ដាប់អត់តាន់ទៅយើងអាចអានជាអក្សររត់អញ្ចឹងបានណាបាទអូខេអញ្ចឹងមានតែប៉ុណ្្នឹងដែរយើងចង់ចេញមកវិញយើងចុចត្រឡប់ back មួយមកយើងចុចបាទអូខេបាទហើយយើងចុចត្រឡប់មកទៀតមកយើងចង់មើលរឿងអីយើងអាចដូររឿងផ្សេងបានណាហើយអឺបើសិនជាចង់ត្រឡប់កម្មវិធីនឹងឲ្យយើងគ្រាន់ចុចត្រឡប់ទៀតមកបាទហើយចុចអូខេវានឹងត្រឡប់ទៅកាន់ទំព័រដើមវិញអញ្ចឹងមានតែប៉ុណ្្នឹង